ឡាននៅមុខខ្ញុំនេះគាត់រៀងល្អកង់ដល់ពេលអញ្ចឹងទៅកន្លែងណាដែលអាចវាបានគឺពួកខ្ញុំវាយដើម្បីមកដល់កន្លែងជីស្គីដល់ពេលមកដល់កន្លែងជីស្គីឃើញមានគេតំងជួច្រើនដល់សួរចុះសួរឡើងទៅគឺថាមានកន្លែងជីកត្រកមកកន្លែងនោះគឺគេផ្អាកអញ្ចឹងគេបើកតាមមួយកន្លែងឯងបើមានមនុស្សជន់កគ្នាមកកន្លែងហ្នឹងដល់មកដល់កន្លែងហ្នឹងគឺមានការព្រិលក៏ធ្លាក់ខ្យល់ក៏ធ្លាក់ខ្លាំងមែនទែនឡើងប៉ើងមួយអស់លេងហ្មងហើយចាំតិចទៀតចាំឲ្យបងប្អូនស្ដាប់មើលសំឡេងខ្យល់នឹងថាវាខ្លាំងកម្រិតណាដល់ពេលអញ្ចឹងទៅក៏ខ្លាំងពេកទៅខ្ញុំឡើងខ្យល់បក់តាមនឹងទៅរត់ទៅអោបគេបងប្អូនមើលកាយនេះពាក់អាខៀវនឹងគឺខ្ញុំហ្នឹងអោបគេហ្នឹងហ្មងហើយដល់ពេលគ្នាខ្ញុំពី3នាក់ទៀតហ្នឹងគាត់ជួយទប់យួរជើងដែរយួរជើងប្រទេសស្គីគាត់ហ្នឹងជួយទប់គ្នាមើលពី3នាក់ទប់ជាប់តម្រាំទៅជប់ទប់ខ្លួនខ្ញុំបានដល់ហើយយើងទៅគឺគេ cancel ហើយទាំងកតកជីហ្នឹងគឺគេផ្អាកសិនដោយសារមានការធ្លាក់ព្រិលខ្លាំងអញ្ចឹងពួកខ្ញុំទាំងអស់គ្នាក៏ត្រឡប់ទៅវិញព្រឹកហ្នឹងក៏បានជីទេដល់ពេលមិនអស់ចិត្តល្ងាចឡើងគឺមកជីពេលយប់ម្ដងគឺយើងបដូរកន្លែងជីស្គីហើយយើងមកកន្លែងជីស្គីផ្សេងអាកាសធាតុនៅកន្លែងនេះនៅតែត្រជាក់ហើយនៅតែធ្លាក់ព្រិលដែរគ្រាន់តែអត់សូវមានខ្យល់អញ្ចឹងទៅគឺអាចជីបានធម្មតានៅលើភ្នំបងប្អូនគឺស្អាតខ្លាំងណាស់ភ្លើងពណ៌បូកជាមួយនឹងព្រិលធ្លាក់មកឡើងខ្ជូតឡើងស្អាតហ្មងហើយនៅកន្លែងនេះមានទាំងក្មេងមានទាំងចាស់មានទាំងស្រីមានទាំងប្រុសគឺច្រើនខ្លាំងណាស់ស្អាតមែនទែនហើយខ្ញុំឡើងមកមុនគេច្រើនឡើងមុនគេដាក់ថតពីលើប៉ុស្ទៅដល់ពេលយើងលេងហើយអីហើយអញ្ចឹងយើងក៏មកញ៉ាំទឹកកន្លែងនេះគេទឹកនឹងទឹក free យើងអាចចុចញ៉ាំបានតាមចិត្តតាមសេរីអញ្ចឹងណាតែគាត់ថាកុំញ៉ាំខ្ជះខ្ជាយញ៉ាំហើយយកកែវទៅទុកវិញដល់ញ៉ាំហើយក៏កំងអីញ៉ាំនេះដល់លេខដែលយើងហៅលេខ28សម្លេងលុយទុយរត់ទៅរកកន្លែងដូបាយបានហើយគឺនៅប្រទេសជប៉ុនញ៉ាំអីបានគឺញ៉ាំនឹងទៅអញ្ចឹងអាណាយើងត្រឡប់ញ៉ាំអីបានគឺញ៉ាំតែអញ្ចឹងយើងអត់យកស្លាបព្រាទេយកចង្កឹមរងសួរចុចហើយសួរចាប់ញ៉ាំហើយក៏ថែមអានេះគេហៅម្ទេស2 3ច្រូចទៅហើយម្ទេសនឹងពិបាកចាក់ទៀតណាចាក់ឡើង2 3ដងតម្រាំទៅចាក់បានញ៉ាំលើកទី1ញ៉ាំម្ហូបនឹងបងប្អូនដោយសារលើកមុនអត់ដែរញ៉ាំទេដល់ញ៉ាំទៅស្អាតឆ្ងាញ់តែម្ហូបខ្សាច់មាន់ហ្នឹងហើយកន្លែងហាងញ៉ាំហ្នឹងគឺនៅទល់មុខកន្លែងយើងជីស្គីអញ្ចឹងយើងអាចមើលបាននេះមានទូកាហ្វេគឺយើងចង់ទិញចុចញ៉ាំខ្លួនឯងតាមសេរីទូកាហ្វេក៏មានក្រែមកៃក៏មានគឺមានទាំងអស់មាន2ទូហើយមានទូទឹកទៀតតែអត់បានថតដល់ពេលយើងទិញហើយអីហើយហ្នឹងទៅក៏ញ៉ាំផងមើលគេជីស្គីផងទៅឆ្ងាញ់មែនតើដល់ញ៉ាំហើយហ្នឹងទៅគឺយើងត្រូវតែយករបស់ដែលយើងញ៉ាំហ្នឹងទៅទុកកន្លែងដែលគេដាក់គេមានបណ្ណាគេមកប្រមូលឲ្យយើងទេពួកគេមានដាក់អក្សរបណ្ណាបណ្ណៃឲ្យគឺញ៉ាំហើយគឺយើងត្រូវតែយកមកទុកនៅកន្លែងដែលគេកំណត់ដល់ពេលយើងត្រូវត្រឡប់មកផ្ទះវិញដល់ពេលមកដល់កន្លែងឡានតកកពេញឡានបើអត់រួចទេតតកាយតកកចេញពីឡានសិនមកកែងហ្មងហើយមួយច្រោកសំឡេងឡើងស្រួយសំឡេងតកកអរគុណបងប្អូនទាំងអស់គ្នាដែលមើលហើយជួយ comment ផងជួយ like ផង